ជ្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីវិធីធ្វើ popcorn ណាអញ្ចឹងជាដំបូងយើងដាក់ខ្ទះឲ្យក្តៅមកបន្ទាប់ពីខ្ទះក្តៅហើយដាក់ពោតចូលដាក់ប្រេងឆាបន្តិចបានហើយដាក់ប័រដាក់រសជាតិបងប្អូនចូលចិត្តមានស្ករហើយនាងខ្ញុំដាក់អូវ៉ាន់ទីនណាហើយដាក់លាយមកស្ករមកហើយកូររហូតតតែប័រនឹងលាយប្រេងឆាឡើងក្តៅហើយយើងកូរត្រឡប់ចុះត្រឡប់ឡើងរហូតតតែពោតនឹងចាប់ផ្ដើមផ្ទុះណាបន្ទាប់ពីពោតនឹងយើងមើលផ្ទុះបាន3-4គ្រាប់ហើយយើងចាប់ផ្ដើមបិទការ៉ូវាទៅហើយវាផ្ទុះអស់ហ្មងយើងបើកមកវិញនៅពេលដែលឈប់លើសលេងផ្ទុះណាបងប្អូនហើយត្រូវបន្ថយភ្លើងនាងខ្ញុំដាក់ភ្លើងរៀងជ្រុលឃើញផ្សែងចេញឯងបងប្អូនតែអត់ខ្លោចទេញ៉ាំបានហើយរសជាតិឆ្ងាញ់ហើយនេះជាលើកទី1ដែរដែលនាងខ្ញុំធ្វើបានសម្រេចហើយ popcorn បងប្អូនកុំភ្លេចសាកល្បងទាំងអស់គ្នា